Lư tha sầm đại khôn sen xô rộp nhom mến chà nó không cái này nhung khi bông bồn dương comment cho nông ngạc hào nhung tha nhung từ thưa ao bận khăng thì nhung của nó nhung thưa dạy khi đợt nặng bận khăng á nè chà đồ hốt đó bông bồn dương nước nhau video màខ្ញុំស្ដាប់ឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាថាបអិនណាខឹងហើយខឹងរឿងអីតោះចាប្រឆាំងកាត់មុខប្រឆាំងធ្វើឲ្យខូចជាតិខ្លួនឯងរហូតដល់តែងចម្រៀងឥឡូវខ្ញុំចង់សួរទៅអ្នកដែលតែងចម្រៀងចាសួរបានចាប្រហែលថ្ងៃនេះវាបានដុតធូបទេអត់ផងបើសិនជាបានដុតធូបមកទៅថៃចាមិនវិញសុំឲ្យផ្ទះបាញ់ទៅចុះកាយមែនឲ្យទៅមិនទៀតទៅបានចូលឆ្នាំទេណែចូលឆ្នាំទេអត់ចូលផងណែចូលឆ្នាំគឺឆ្កែស្មើនឹងសត្វឆ្កែព្រោះណែមកតិចទៀមប្រជាជនក្នុងស្រុកតិចទៀមប្រជាជនក្នុងស្រុកថាប្រជាជនក្នុងស្រុកហ្នឹងនាំវាសបាយភ្លេចគិតទឹកដីភ្លេចគិតកងតបអត់បានតិចទៀមប្រជាជនហ្នឹងតិចទៀមសម្ដេចហ្មងកងតបចាតែខ្ញុំស្ដាប់បើសារសម្លេងគាត់យុគមិញហ្នឹងគឺគាត់ខឹងជាមួយកូនធွာគាត់បណ្ឌិតសេងសេរីចាជេបណ្ឌិតសេងសេរីដែរខ្ញាល់ដល់អ្នកតែងនិពន្ធទៀតចាជំរាបសម្ដេចបើចូលសម្ដេចដាក់ទំនាយខ្ញុំប៉ុណ្្នឹងហើយខ្ញុំឆ្លើយតបជាមួយនឹងសម្ដេចចោះចាមិនមែនខ្ញុំចង់បើហឺនចង់ផ្កើនអីទេប៉ុន្តែខ្ញុំចង់ជំរាបសម្ដេចថាអញ្ចេះសម្ដេចថាប្រឆាំងផ្កាប់មុខប្រឆាំងបំផ្លាញជាតិខ្លួនឯងត្រង់ណាដែលបំផ្លាញប្រទេសជាតិខ្លួនឯងបើសិនជាគេចង់បំផ្លាញប្រទេសជាតិខ្លួនឯងគេមិនមែនទៅចូលរួមបដកម្មប្រឆាំងប្រទេសថៃទេសម្ដេចខ្ញុំផ្ទាល់នេះចាខ្ញុំរស់នៅប្រទេសជប៉ុនខ្ញុំទៅចូលរួមបដកម្មប្រឆាំងនឹងប្រទេសថៃណាចាខ្ញុំស្រែកក្តាញ់នៅក្នុងប្រទេសជប៉ុនហ្នឹងចាលើកបដាប្រឆាំងនឹងប្រទេសថៃរហូតមានការសរសេរញត្តិដាក់តាមអង្គទូតនានានៅក្នុងប្រទេសជប៉ុនហ្នឹងទៀតក៏មានការរំលឹកធ្វើខួបជួនវរៈកងទ័ពកាន់ទុកអីជាដើមចាអានឹងជំរាបសម្ដេចមកតមួយទៀតសម្ដេចថាការងារអីតតែងនិពន្ធបទចម្រៀងតិចទៀនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាចាសម្ដេចការតែងបទចម្រៀងនេះដោយសារតែខ្ញុំយល់ចិត្តសម្ដេចថាសម្ដេចចូលចិត្តបទចម្រៀងព្រោះអីបានថាអញ្ចឹងនៅកំឡុងពេលសង្គ្រាមថៃបាញ់ឡើងចង់អាយ៉ាស់មេឃឯងសម្ដេចផុសចម្រៀងធម្មតាអត់មានរឿងអីកើតឡើងបានន័យថាសម្ដេចចូលចិត្តចម្រៀងអញ្ចឹងមិនណាច់សម្ដេចអនុញ្ញាតឲ្យមានចូលឆ្នាំខ្មែរហើយកម្មវិធីចូលឆ្នាំខ្មែរឲ្យខ្ញុំតែង3 4បទជូនសម្ដេចរំលេងកំសាន្តទៅវាមានតែខុសអីមែនអត់ចាពីព្រោះថាមិនត្រឹមប៉ុណ្្នឹងឯងកូនសម្ដេចកូនឈ្មោះស្អីទេនេះដែលក្បាលអត់សក់ណាក៏ចូលរួមសម្ដែងនៅក្នុង MV នឹងដែរគឺឃើញគាត់រំកំសាន្តអីដូចបទថាបទកុំខ្វល់ណាបងប្អូនស្ដាប់បទបាត់ផ្ទះបាត់ដីចាយើងកុំខ្វល់អីនាំគ្នាឡើងរំហ៎ចាក៏មានបទរំវងបលាលួសកុំឲ្យទៅហួសទៅដល់តួកសាំងចាបាត់ហ្នឹងឯងអត្ថន័យខ្លះបងប្អូនបានស្ដាប់ហើយនឹងបទអត្ថន័យរំទៅតន់មានដីណាពួកយើងត្រូវតែសប្បាយទាំងប្រុសទាំងស្រីមិនថាចិត្តឆ្ងាយទេរំទៅតន់មានដីណាចាមួយទៀតហ្នឹងគឺបទផ្ទះសង្កសីណាចាអនុស្សាវរីយ៍ជូនបងប្អូនជនភេសកចាជំរាបសម្ដេចត្រង់ហ្នឹងហើយការចូលរួមចូលឆ្នាំខ្មែរដែលយើងរិះគន់នេះណាមិនមែនរិះគន់ប្រជាពលរដ្ឋទេរិះគន់អ្នកដែលរៀបចំកូនសម្ដេចដែលខ្ញុំនិយាយមិញតែថាក្បាលអត់សក់ហ្នឹងចាខ្ញុំភ្លេចឈ្មោះគាត់ហ៊ុនស្អីគេទេចាមិនបានថារិះគន់ទេយើងមិនមែនហាមមិនអោយមានចូលឆ្នាំខ្មែរទេចូលឆ្នាំខ្មែរគឺជាបុណ្យប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរធ្វើទៅប៉ុន្តែគ្រាន់តែទទួលទេវតាចាធ្វើបុណ្យវត្តវាសង់ព្រះស្រង់ព្រះអីធម្មតាទៅថៃចាំបាច់ឲ្យមានអាកម្មវិធីរំលែកសបាយចាកាន់ទុកការរំលែកសបាយនឹងមួយឆ្នាំអត់បានមិនមែនជូនមិត្តភូមិដែលកំពុងតែបាត់បង់ជូនវរៈកងទ័ពដែលបានពលីនិងគោរពស្មារតីរបស់គ្រួសារវរៈកងទ័ពដែលគាត់កំពុងតែបាត់បង់សមាជិកនោះនៅពេលដែលកូនគាត់ទៅពលីនៅសង្គ្រាមណាពលីនៅពេលធ្វើសង្គ្រាមស្រាប់តែកលេចមកខ្លួនឯងបាត់បង់សមាជិកបាត់បង់កូនបាត់បង់ប្តីកលេចទៅប្រជាពលរដ្ឋកំពុងតែរំដូចសប្តាហ៍នេះបងប្អូនឃើញចូលឆ្នាំ2ថ្ងៃឯងកំពុងតែរំកំពុងតែប៉ាត់ម្សៅបាញ់ទឹកហើយចំពោះប៉ាត់ម្សៅបាញ់ទឹកហ្នឹងខ្ញុំក៏តាមដានព័ត៌មានដែរតែខ្ញុំភ្លេចថាកូនសម្ដេចអ្នកនិយាយឬក៏មន្ត្រីកូនសម្ដេចអ្នកនិយាយទេដែលនិយាយថាចូលឆ្នាំខ្មែរនេះហាមប្រានក្នុងការបាញ់ទឹកនិងលាបម្សៅណាចាប្រហែលជាសម្ដីអត់ន័យឬក៏យ៉ាងណាទេឬក៏គ្រាន់តែនិយាយឲ្យទៅរួចពីមាត់ឬក៏យ៉ាងណាទេបានជានៅតែមានការបាញ់ទឹកលាបម្សៅឲ្យប្រើប្រាស់ឲ្យបានថៃទៀតណាចាសម្ដេចយល់ភាសាខ្ញុំទេចាហើយគេតិចទៀននេះគឺតិចទៀនអ្នកដែលរៀបចំអនុញ្ញាតឲ្យមានរឿងទាំងអស់ហ្នឹងមិនមែនទៅតិចទៀនប្រជាពលរដ្ឋឯងទេប្រជាពលរដ្ឋបើសិនសម្ដេចហាមមួយម៉ាត់ថាក
សបាយណាគេហ៊ានខ្ញុំបានស្ដាប់ឲ្យសម្លេងដែលសម្ដេចជេបណ្ឌិតសេងសេរីថាប្រជាពលរដ្ឋ18លានអ្នកយើងមិនអាចទៅហាមគេមិនឲ្យសបាយបានទេសម្ដេចកុំដាក់ខ្លួនពេកពីព្រោះថាសម្ដីរបស់សម្ដេចមួយម៉ាត់គឺស្មើនឹងគ្រាប់កាភ្លើងមកគ្រាប់ធំហ្មងចា BM21 ផងក៏ថាបានដែរមិនបានថាអញ្ចឹងសម្ដេចចេះហាមប្រជាពលរដ្ឋមិនឲ្យនិយាយរឿងព្រំដែនសម្ដេចធ្វើបានតាមើលរងឯងមានណាគេហ៊ាននិយាយព្រំដែនអត់មានណាហ៊ាននិយាយទេពីព្រោះថាសម្ដេចចេះប្រើអំណាចសម្ដីសម្ដេចតែចេញបញ្ជាឲ្យគឺខ្លាំងហើយមិនអញ្ចឹងឯងចាសម្ដេចហាមដល់ពីជំនាន់ខ្ញុំនៅក្មេងៗមិនឲ្យនិយាយរឿងនយោបាយនៅក្នុងសាលាអីណានេះទេសម្ដេចធ្វើបានតាហើយបើគ្រាន់តែហាមប្រជាពលរដ្ឋ18លានអ្នកកុំឲ្យសបាយចូលឆ្នាំធម្មតាទទួលទេវតាធ្វើបន់ធម្មតាទៅថៃសម្ដេចធ្វើអត់បានកុំដាក់ខ្លួនពេកសម្ដេចចាកន្លែងនេះខ្ញុំចង់បកស្រាយហើយសម្ដេចមិញដាក់ទំនាយថាឲ្យសួរអ្នកនិពន្ធនេះចាស់ខ្ញុំអ្នកនិពន្ធហ្នឹងឲ្យមានបានដុតធុកមអត្តស័យទេជំរាបសម្ដេចស្បត់មុខអំពូលភ្លើងហ្នឹងធុកមអត្តស័យក៏បានដុតដែរហើយសម្ដេចថាបើចូលឆ្នាំខ្មែរបើបានចូលឆ្នាំខ្មែរឲ្យខ្លាចទីឆ្កាយអត់ស័ក្តិសិទ្ធិទេសម្ដេចណាចាហើយសម្ដេចថាស្អីគេសែនទទួលទេវតាឲ្យផ្ទះបាញ់ក៏អត់ត្រូវទៀតខ្ញុំហ៊ានស្បត់អាណាក៏ស្បត់ដែរព្រោះទេវតាទៅឆ្នាំថ្មីខ្ញុំអត់បានទទួលទេចាំខ្ញុំប្រាប់ហេតុផលចាហើយចូលឆ្នាំខ្មែរខ្ញុំបានទៅវត្តដុតធូបមត្តស័យខ្ញុំអត់ទាំងអស់អញ្ចឹងការដាក់ទំនាយសម្ដេចនេះវាគ្មានប្រសិទ្ធភាពចាទឹកមាត់មិនប្រៃអត់ស័ក្តិសិទ្ធិហ្នឹងឯងហេតុផលដែលខ្ញុំអត់ធ្វើកម្មវិធីសែនក្នុងការទទួលទេវតាឆ្នាំថ្មីនេះដោយសារខ្ញុំគិតថាគ្រាន់ដងយើងធ្វើទទួលទេវតាឆ្នាំថ្មីដល់ម៉ោងយើងមកត្រូវបើកទូទូមើលទេវតាចុះមកម៉ានស្ដាប់ទេវតានិយាយពីឋានមនុស្សនឹងបែបណាដល់ពេលខ្ញុំឆ្នាំហ្នឹងខ្ញុំដឹងថាទេវតារៀបចំដោយសម្ដេចប្រកាសពីពុកអាលួយឲ្យហ៊ាននិយាយការពិតទេមែនចាមែនចឹងខ្ញុំធ្វើត្រូវគឺអត់ទទួលទេវតាឆ្នាំហ្នឹងមួយឆ្នាំអត់ទទួលហើយខ្ញុំក៏អត់ចូលឆ្នាំដែរចាអត់ចូលឆ្នាំអត់ដុតធុកដុតអីក៏អត់ទាំងអស់ចាព្រោះគ្មានអារម្មណ៍ព្រោះនៅពេលដែលបិទភ្នែកទៅមានអារម្មណ៍នឹកឃើញដល់ស្រុកខ្មែរនឹកឃើញដល់ជនភៀសសឹកនឹកឃើញដល់កងទ័ពខ្ញុំមើលឃើញកងទ័ពអត់ទឹកផឹកអត់សម្លៀកបំពាក់គ្រឿងការពារខ្លួនណាចាអត់អាវក្រោះអត់មានស្បែកជើងអីណានៃមួកការពារអីណានៃខ្ញុំសម័យរូបភាពហ្នឹងឲ្យខ្ញុំចូលឆ្នាំខ្ញុំសប្បាយអត់ចេញទេខ្ញុំសប្បាយអត់ចេញទេចាហើយសម្ដេចក៏បានមិញសម្ដេចបាននិយាយចេះទៀតចង់សួរសម្ដេចថាខ្ញុំមិនដឹងថាសម្ដេចជាអ្នកបញ្ជាឬក៏កូនចៅសម្ដេចផ្ទាល់ជាអ្នកធ្វើទេឲ្យគេទៅដល់ផ្ទះខ្ញុំមានការអីទៅរកអីគេណាចាមិនដឹងជាកូនចៅសម្ដេចទៅខ្លួនឯងឬក៏សម្ដេចបញ្ជាមានការអីទៅដល់ផ្ទះខ្ញុំហ៎ចាចង់សួរតែប៉ុណ្្នឹងអ្វីដែលសម្ដេចធ្លាប់មានប្រសាសន៍ផ្ដាំផ្ញើតាមតំណែងធ្នាក់រលកស្អីណានេះខ្ញុំបានលឺអស់ខ្ញុំបានលឺដល់តែជាអត់មានបាត់មួយម៉ាត់ទេអត់មានបាត់មួយម៉ាត់ទេសម្ដេចផ្ដាំផ្ញើតាំងពីឆ្នាំប្រហែល2000ប្រហែលមកនោះគឺមកដល់អត់មានបាត់ទេចាគ្រាន់តែជំរាបប៉ុណ្្នឹងហើយឥឡូវបើជ្រុលថាសម្ដេចដាក់ទំនាយប៉ុណ្្នឹងឯងខ្ញុំក៏មិនមានអីខឹងក្រោតជាមួយសម្ដេចដែរអញ្ចឹងស្អែកខ្ញុំនឹងជូនចម្រៀងមួយបទទៅសម្ដេចបន្ថែមទៀតដែលមានចំណងជើងថារបួសត្រឹមកូនដៃសូមសម្ដេចទៀនជ្រាបហើយរៀបចំរីករាយស្ដាប់បទថ្មីនឹងផងចាអរគុណជំរាបលាចា